ជំរាបសួរប្រិមិត្តអស់លោកលោកស្រីអ្នកនាងកញ្ញាជាទីគោរពជាទីមេត្រីវិលត្រឡប់មកជួបជាមួយខ្ញុំបាទ MS ម្ដងទៀតហើយថ្ងៃនេះយើងនឹងធ្វើការសម្រាយរឿង Son the Sith វគ្គបន្តទៀតនារីត្រីដ៏កំសត់មួយ Son ដែលជាតួឯកជាមរបស់យើងកំពុងតែដេកសម្រក់ទឹកភ្នែក Son ស្រក់មិនមែនគ្មានបញ្ហានោះទេតើអ្នកណាជាអ្នកធ្វើឲ្យ Son យំអូមិនមែនទេមិនមែន Son ស្រក់ទឹកភ្នែកឯណាតាមពិតស្រក់ទឹកភ្លៀងដែលកំពុងតែលិចជ្រាបតាមដំបូលរោងឈាមទេតាដំបូលសង្កសីរោងឈាមចាស់ច្រេះធ្លុះលិចទឹកទៀតដោយសារតែមិនប្រើសង្កសី ISI ផាមនោះអីខ្យល់បោកផងទឹកលិចតាមដំបូលផងមិនទាន់បានដេកលក់ផងមិនក៏ភ្លឺបាត់សនក្រោកពីដេកទាំងអារម្មណ៍មួម៉ៅមែនតែនដោយសារតែគេមិនទាន់បានដេកទាល់តែសោះគេក៏បានដើរចេញទៅខាងក្រៅដោយកំហឹងពេលនោះសនក៏បានដើរទៅគូទ្វារ Bitzer ដែលមិនទាន់ក្រោកពីដេកផងសនក៏បានតវ៉ាទៅ Bitzer ថាលោកជាប្រធានសន្តិសុខភូមិយ៉ាងម៉េចក៏មិនមើលពីសុខទុក្ខកូនចៅផងផ្ទះរបស់កូនចៅលិចជ្រាបបែកបាក់សឹងខ្ទេចអស់ហើយយប់ឡើងដេកក៏មិនបានសុខទៀត Bitzer ក៏បានតបទៅសនវិញថាមួយឈៀល bro ឈៀលចាំបងដោះស្រាយបញ្ហានឹងឲ្យ Bitzer ក៏បានទាញសិភៅរបស់គេមកកត់កំណត់ហេតុប៉ុន្តែសនក៏បានដោះមួកពីក្បាលរបស់គេមកពូតទឹកដាក់ពីលើសិភៅរបស់ Bitzer តែម្ដងដើម្បីបញ្ជាក់ថាដេកអត់លក់ទេសាងពេញក្បាលហើយឃើញទេស៊ីក្រោយពីបានទទួលព័ត៌មានពីសនហើយ Bitzer ឯនេះក៏បានយកកំណត់ហេតុទៅជួបបរិកសិករក៏បានតបទៅសនវិញថា no worry ខ្ញុំបានគិតរួចហើយណែកំណត់ហេតុរបស់ខ្ញុំមិនបាច់ភ័យទេខ្ញុំមាន plan កាយកុនរោងឈាមនោះរួចហើយណែយកញួរទៅគ្រាន់តែឮដំណឹងបែបនោះភ្លាម Bitzer ក៏បានញញឹមដាក់ក្រុមឈាមទាំងមានក្តីសង្ឃឹមហើយក្រុមឈាមក៏សប្បាយចិត្តផងដែរបរិកសិករក៏បានអូស bathtub មួយចូលទៅក្នុងរោងឈាមដែលភាសាខ្មែរយើងហៅថាចានងូតទឹកមានទាំង bathtub មានទាំងឡាបូលាងចានអូបរិកសិករគាត់ចង់ធ្វើអីហ្នឹង Bitzer យើងវិញកំពុងតែឡើងជួសជុលដំបូលផងស្វានទ្វារផងមើលទៅស័ក្តិសមជាថ្នាក់ដឹកនាំនៅក្នុងកសិដ្ឋានមែនក្រុមឈាមបានអបអរសាទរទៅកាន់ Bitzer យ៉ាងខ្លាំងដោយសារតែ Bitzer បានយកចិត្តទុកដាក់ពីពួកគេមែនតែនស្រឡាញ់ពេញបេះដូងមកមិនយូរប៉ុន្មានរោងឈាមក៏បានអាប់ដេតថ្មីភ្ជាប់ទាំង Wi-Fi ដែលមានសេវាពេញបឹបតែម្ដងអីយ៉ាមានទាំងក្រែដេកមានទាំងសាឡុងមានទាំងបន្ទប់ទឹកមានទាំងកៅអីអង្គុយលេងទៀតផងលយម៉េះក្រុមឈាមដែលនៅពីក្រោយបរិកសិករសប្បាយចិត្តខ្លាំងណាស់ក៏បាននាំគ្នាចូលភ្លាមបង្វិលខ្លួនមកជុំងាកមកវិញបរិកសិករក៏បាននិយាយថា no មិនមែនជាទីកន្លែងសម្រាប់ឈាមទៀតទេបរិកសិករក៏បានបញ្ជាឲ្យ Bitzer ដេញក្រុមឈាមទាំងអស់ចេញពីរោងឈាមនោះភ្លាមមិនចេះបរិកសិករកើតអីចេះគាត់ក៏បានចង្អុលឲ្យ Bitzer នាំក្រុមឈាមទៅកាន់រោងមួយនៅខាងក្រៅហើយទីនោះហើយគឺជាជំរកថ្មីរបស់ក្រុមឈាមមើលទៅដូចជាកំសត់ម្លេះទេសននឹងក្រុមឈាមទម្លាក់ទឹកមុខភ្លាមសែតបដ យយប់មិញភ្លៀងលិចអត់បានដេកហើយឥឡូវយប់នេះត្រូវមកដេកក្នុងរោងកញ្ចាស់នេះទៀតបន្ទាប់មកបរិកសិករក៏បានប្រើ Bitzer ឲ្យ design រូបភាពរោងឈាមនោះឲ្យស្អាតហើយទាន់សម័យដូចជា resort អញ្ចឹងអូតាមពិតបរិកសិករគាត់មានបំណងចង់បើក resort រកលុយសោះមិនបងអង្គយូបរិកសិករក៏បានប្រើ Bitzer ផ្សព្វផ្សាយ resort នោះទៅកាន់ website booking ដីប្រពន្ធពីរនាក់ដែលកំពុងតែអូស iPad ចុះឡើងរកកន្លែងស្នាក់នៅក្នុងតំបន់នោះក៏បានរកឃើញ resort របស់បរិកសិករឃើញស្អាតដែរពួកគេក៏បានកក់តែម្ដងក្រោយពីទទួលបានការ booking របស់ភ្ញៀវហើយ Bitzer ក៏បានមកញាត់ក្រុមឈាមចូលទៅក្នុងរោងកញ្ចាស់នោះអើយធ្វើបាបគ្នាមែនទេដោយសារតែលុយទៅធ្វើឲ្យក្រុមឈាមធ្លាក់ខ្លួនដល់ថ្នាក់នេះអារម្មណ៍កំពុងតែក្តុកក្តួលសនក៏បាននឹកឃើញដល់ចម្រៀងមួយបទទឹកលុយសំឡាប់ទឹកចឹងខ្ញុំស្ទើរស្លាប់ហើយអូនឆ្លើយមិនអាចនៅពីអ្នកប្រិយប្រពន្ធដែលបានកក់ resort លឿនមែនតើមិនប៉ុន្មានផងពួកគេក៏បានមកដល់មិនទាន់បាន check in ផងក៏បានបុកផ្ទះរបស់ Bitzer ខ្ទេចអស់តែម្ដងបរិកសិករក៏បានទទួលភ្ញៀវរបស់គាត់ដោយរួសរាយរាក់ទាក់បំផុតតាមបែបកំឡោះស្រុកស្រែគាត់ក៏បាននាំភ្ញៀវចូលទៅក្នុងបន្ទប់ resort នោះភ្ញៀវទាំងពីរនាក់នោះក៏បានភ្ញាក់ផ្អើលជាខ្លាំង resort អីគេធំក្លិនជាម៉េះគ្រាន់តែឃើញសភាពបន្ទប់គេងប្តីប្រពន្ធពីរនាក់នោះចង់ចាក់ចេញទៅវិញប៉ុន្តែគ្រាន់តែភ្ជាប់ Wi-Fi ឃើញ Wi-Fi លោតសេវាពេញបើពេលនោះពួកគេក៏សប្បាយចិត្តនឹងស្នាក់នៅតែម្ដងកន្លែងដេកអត់សំខាន់ទេបែរជាសំខាន់ Wi-Fi ដើរលឿនទៅវិញគិតទៅសម័យ Gen Z ចឹងមែនអូភ្លេចថា admin Gen Z ដែរតាណាគេ Gen Z ខ្លះ comment មួយមកមាន Gen Alpha កំពុងទស្សនាទេហើយមាន Gen Z ដូច admin អត់ហើយមាន Gen Y អត់ប្រហែលជាអត់មានទេមើលទៅតែបើមានជួយ comment ផងណាកលេចមកមើលក្រុមឈាមរបស់យើងវិញគួរឲ្យអាណិតមែនតែនយប់នោះមានភ្លៀងធ្លាក់ទៀត DJ សម្បត្តិទឹកភ្នែកស្រក់លើ mascara មួយមកសនដែលជាតួឯករបស់យើងគេមិនសុខចិត្តទេគេក៏ប្រាប់ទៅក្រុមឈាមថាយើងមិនអាចទ្រាំនៅបែបនេះទៀតបានទេយើងត្រូវទៅរកវិធីអីមួយហើយទៅបានពេលនោះសនក៏បាននាំក្រុមឈាមទៅកន្លែងគំនោសម្រាមដើម្បីប្រមូលរបស់ចាស់ៗមានទាំងទយោទឹកមានទាំងមេក្រូរបស់ម៉ាស៊ីនចាក់ឌីសេលចាស់ពួកគេក៏បានយកមេក្រូនោះទៅភ្ជាប់ជាមួយនឹងទយោទឹកហើយធ្វើជាសម្លេងឆ្កែលូដើម្បីឲ្យលឺទៅដល់ខាងក្នុងប៉ុន្តែ Gen Z ពីអ្នកប្រិយប្រពន្ធនោះមិនបានខ្វល់ទេដោយសារតែយប់ឡើងនាំគ្នាដាក់កាសម្នាក់មួយស្ដាប់បទចម្រៀងធ្វើមិនដឹងណាគេចង់ធ្វើអីក៏ធ្វើទៅអត់ខ្វល់ទេវិធីទី1របស់ក្រុមឈាមមិនជោគជ័យទេ fail ហើយសនក៏បានប្រើប្រាស់វិធីទី2ដោយគេបានយកកន្សែងពូកោពណ៌សមកពាក់ពីលើខ្លួនគេហើយបានធ្វើជាខ្មោចដើម្បីចូលទៅលង Gen Z ពីអ្នកប្រិយប្រពន្ធនោះដាក់ខ្សែចងជាមួយនឹងខ្លួនគេហើយ
យងពីលើដំបូលទៅដើម្បីចូលទៅបន្លាចយល់យកចុះឡើងជាមួយនឹងកន្សែងពូកូពណ៌សហើយខ្សែក៏បានរបូតធ្លាក់ដាច់ទៅដីទាំងដែល Gen Z មិនបានខ្វល់មិនបានឃើញតតែសោះដោយសារតែពួកគេកំពុងតែអូរ៉េងអូមិនមែនទេពួកគេកំពុងតែជក់មើលវីដេអូរបស់ MS Studio តាវិធីទី2របស់ Son និងក្រុមជាង fail ទៀតហើយពេលនោះពួកគេក៏បានឃើញបរិះកសិករអូមហូបយកទៅឲ្យភ្ញៀវរបស់គាត់អាយ៉ាសេវាកម្ម resort នេះល្អមែនបរិះកសិករក៏បានគោះទ្វារប៉ុន្តែពួកគេមិនលឺនោះទេគាត់ក៏បានទុកចោលនៅទីនោះដោយគិតថាពួកគេនឹងចេញមកយកញ៉ាំហើយបើសិនជាពួកគេឃ្លានគាត់អត់ចង់រំខានភ្ញៀវទេបានដៃក្រុមជាមហើយពេលនោះពួកគេក៏បានចូលទៅក្នុងរទេះអស់សង្ឃឹមមែនតែនក៏បានអោនមកទៅដីប៉ុន្តែពេលនោះគេក៏បានប្រទះឃើញខ្សែ Wi-Fi អាយ៉ានេះប្រហែលជាចំណុចសំខាន់ហើយសូនក៏បានដកខ្សែ Wi-Fi នោះភ្លាម Wi-Fi ក៏រលត់ signal ចេញពីទូរស័ព្ទចេញពី iPad របស់ Gen Z ទាំងពីរអ្នកប្រិយប្រពន្ធនោះភ្លាម No Wi-Fi set live ដាច់ Wi-Fi ហើយចាំការទៀតពួកគេក៏បានចេញទៅទាំងយប់តែម្ដង Bitser កំពុងតែជួសជុលផ្ទះរបស់គេមិនទាន់ហើយផង Gen Z ពីអ្នកប្រិយប្រពន្ធក៏បានបុកផ្ទះរបស់គេខ្ទេចទៀត Soy Man ដោយអត់មានកន្លែងដេកផងក្រុមជាមក៏បានហៅ Bitser ចូលទៅដេកនៅក្នុង resort របស់គេដែរកំពុងតែដេកយ៉ាងមានក្តីសុខពេលនោះបរិះកសិករក៏បានគោះទ្វារដើម្បីយកអាហារពេលព្រឹកមកឲ្យដោយគាត់គិតថាភ្ញៀវមិនទាន់ចេញទេគោះទ្វារមិនបើកបរិះកសិករក៏បានទុកអាហារពេលព្រឹកនៅទីនោះទៀតហើយអាហារពេលព្រឹកដ៏ល្អបបរព្រឹមព្រៃនោះបានក្លាយជារបស់ក្រុមជាមនិង Bitser ហើយសម្រាប់រឿងបែបនេះក៏បានបញ្ចប់កុំភ្លេចចុច like comment ហើយ subscribe ផងណាសម្រាប់អ្នកដែលមិនទាន់បាន subscribe អូខេជួបគ្នានៅវីដេអូក្រោយទៀតប៉ុណ្ណឹងបានហើយណាអូខេ bye